ok chẳng ở đây dương mà mơ vị thi sát thôi chi có bọc cổ nè chỉ bọc cổ ok chẳng ở sông sông bật chẹt làng vinh nè sông bật chẹt làng vinh đám bay mơ video nơiក្នុងgroup ឲ្យវារលូនច្បាស់ល្អយើងក៏បី download សិនចាំ play ណាសូមរំលឹកឡើងវិញព្រោះសកាកម្មខ្លះTelegram មកប្រាប់ថាលោកគ្រូអើយវីដេអូមើលអត់ច្បាស់អញ្ចឹងតាមពិតដូចខ្ញុំបានដាក់របៀបមើលវីដេអូនៅក្នុងក្រុមរួចហើយណារបៀបមើលឬក៏សេចក្តីណែនាំពីរបៀបមើលវីដេអូក្នុងក្រុមឲ្យច្បាស់ឲ្យរលូនអត់តាក់ហ្នឹងណាក៏មិនដែរមិនដឹងថាជិះគាត់មើលចំវីដេអូហ្នឹងឬក៏អត់ឬមួយក៏គាត់ចូលទៅរកមើលវីដេអូរៀនតែម្ដងណាជួនកាលគាត់មើលចោះមើលចោះអញ្ចឹងទៅវាអត់ចំអាវីដេអូដែលជាសេចក្តីណែនាំមើលវីដេអូបង្រៀនក្នុងក្រុមអត់ចំអាហ្នឹងអញ្ចឹងទៅគាត់នៅតែ play ផង download ផងអញ្ចឹងកាលណាយើង play ផង download ផងគាត់ជួនមួយអ៊ីនធឺណិតឬក៏ Wi-Fi របស់យើងដើរយឺតផងវាធ្វើឲ្យវីដេអូរបស់យើងតាក់ហើយណាអត់ច្បាស់ទេហេបាទអញ្ចឹងយល់ល្អ download ហើយចាំ play ក្រោយណាអូខេឥឡូវយើងមកមើលកំប៉ុកគោកអូខេអញ្ចឹងហេតុនេះបានចាំបាច់ធ្វើជីកំប៉ុកគោកហេតុអីអូខេអញ្ចឹងជីកំប៉ុកគោកនេះបើសិនបើយើងនិយាយពីគុណសម្បត្តិអូខេនិយាយពីគុណសម្បត្តិគឺវាធ្វើឲ្យដីពេលយើងដាក់ដីទៅធ្វើឲ្យដីផុសល្អដីធូរយើងហៅថាដីធូរមានដង្ហើមខ្យល់អុកស៊ីសែនចេញចូលបានល្អឬដកដង្ហើមបានស្រួលហូរចោះទឹកបានល្អអូខេអាហ្នឹងសុទ្ធតែជាគុណសម្បត្តិនៃកប៉ុសគោកហើយក៏តែវាក៏មានគុណវិបត្តិដែរមិនមែនបានន័យថាកប៉ុសគោកមានគុណវិបត្តិកប៉ុសអឺកប៉ុសផ្សេងដែលមិនមែនជាកប៉ុសឧទាហរណ៍ដូចជាជីបុកឈីជីគោកផ្អាប់តែទីទៅយើងនឹងរៀនដល់បដាឲ្យតែជីគោកគឺវាមានគុណវិបត្តិមួយត្រង់យើងត្រូវជួលកម្លាំងពលកម្មគេដើរដាក់ជីមកអានឹងចឹងសម័យឥឡូវបើយើងជួលកម្លាំងពលកម្មដើរដាក់ជីមួយថ្ងៃចូល40000ណាបច្ចុប្បន្នហ្នឹងណា2025 24 23ហ្នឹងតម្លៃជាង40000ឡើយមួយថ្ងៃគ្រាន់តែដើរដាក់ជីហ្នឹងក៏តែបើសិនតែយើងមានជីទឹកយើងអាចបង្ហូរតាមប្រព័ន្ធស្រោចស្រពយើងប្រព័ន្ធទយោអញ្ចឹងវាចំណេញកម្លាំងពលកម្មហ្នឹងក៏តែអាជីទឹកហ្នឹងគឺគុណវិបត្តិរបស់វាគឺវាមិនអាចធ្វើឲ្យដីយើងផុសមិនអាចធ្វើឲ្យដីយើងធូរអីទេហើយវាម្យ៉ាងម្នាក់ណាវាតែមានគុណវិបត្តិតែមានគុណសម្បត្តិជាងយល់ល្អសម្រាប់យើងធ្វើជីប្រើគួរតែធ្វើជីទាំង2ទាំង3មុខមកទាំងកប៉ុសគោកទាំងកប៉ុសទឹកបើដីរបស់យើងធូរហើយឧទាហរណ៍កប៉ុសគោកអីនេះដាក់នៅដំណាំឈើហូបផ្លែគឺ6ខែយើងដាក់ម្ដងល្អណាអញ្ចឹងបានន័យថាយើងជួលកម្លាំងពលកម្មរបស់គេគឺដាក់ទៅរៀងរាល់6ខែម្ដងចំណែកកប៉ុសទៅយើងអាចបង្ហូរតាមប្រព័ន្ធស្រោចស្រពមួយសប្តាហ៍យើងអាចបង្ហូរម្ដងអាហ្នឹងគឺជីទឹកនិយាយជីទឹកហ្មងបាច់និយាយកប៉ុសទឹកគឺនិយាយជីទឹកហ្មងហើយជីគោកយើងអាចដាក់6ខែម្ដងហ្នឹងចំពោះជីធម្មជាតិរបស់យើងហើយជីគីមីអាចបាក់រៀងរាល់3ខែម្ដងហេយើងយល់ល្អយើងធ្វើទាំងពីរទាំងជីគោកទាំងជីទឹកឥឡូវយើងមកមើលវត្ថុធាតុផ្សំដើម្បីធ្វើជីកប៉ុសគោកអូខេអញ្ចឹងលាមកសត្វគ្រប់ប្រភេទ30គីឡូណាមានអាចទាមានអាចមាន់មានអាចជ្រូកមានអាចគោ
anh từ chiều ok vô được ôm mất một mục mùi na chởn chiêng kia của bạn đấy vô 30 kg mất lia cho mỗi cái tụ mọt 30 kg lia mỗi phèn cam 10 kg គ្រប់ ជាតិស្រស់ស្ងួត 40 គីឡូ គ្រប់ ជាតិស្រស់ស្ងួត រាប់បញ្ចូលទាំងកាកសំណល់ផ្លែឈើឧទាហរណ៍សបកល្ហុងច្រាំងខ្នោសបកស្វាយសបកចេកណាអាហ្នឹងគឺគេហៅថាកាកសំណល់ផ្លែឈើណាគ្រប់ ជាតិស្រស់មានដូចជាកន្ទាលខេត្តកធំថេតគីដីដែលស្រស់ណារាប់បញ្ចូលទាំងកាកបន្លែមួយចំនួនដូចជាដើមសាឡាត់ដើមស្ពៃធម្មតាយើងហូបសាឡាត់យើងបេះយកស្លឹកសាឡាត់ចឹងវាសោតដើមអាដើមហ្នឹងគេហៅកាកសំណល់បន្លែហេគ្រប់ជាតិស្ងួតមានដូចជាច្បើងបាទស្រស់ហ្នឹងមានដូចជាមួយទៀតដូចជាកតិកទីស្មៅយើងកាត់ស្មៅឬក៏ច្រូតស្មៅទៅវាសល់ស្លឹកស្មៅអាហ្នឹងវាកាត់ចូលក្នុងគ្រប់ជាតិស្រស់ដែរហើយគ្រប់ជាតិស្ងួតមានដូចជាច្បើងគល់ច្រាំងស្លឹកឈើដែលវាធ្លាក់ពីដើមមកវាចាស់វាក្រៀមវាធ្លាក់ស្លឹកស្វាយមន្ទីស្លឹកកស៊ូបាទកាអំពៅចាត់ទុកជាគ្រប់ជាតិស្រស់គ្រប់ជាតិស្ងួតហ៎40 គីឡូមួយណាច្រើនជាងមួយណាក៏បានមេជី110 មីលីលីត្រស្កររងូ110 មីលីលីត្រហើយនឹងទឹក20 លីត្រមេជីខ្ញុំបានបង្ហាញពីរបៀបធ្វើមេជី5 6មុខដែរអញ្ចឹងយើងយកមេជីមួយណាយកមកប្រើក៏បានដែរបាទដាក់110 មីលីលីត្រដាក់លើហ្នឹងបានអត់បានដាក់1 លីត្រក៏បានដែរកាលណាដាក់មេជី1 លីត្រស្កររងូដាក់1 លីត្រដែរហើយទឹក20 លីត្រវត្ថុធាតុផ្សំអស់នេះយើងមិនចាំបាច់ថ្លឹងគីឡូក៏បានដែរជួនកាលយើងមានច្រើនយើងប្រើច្រើនជួនកាល4 មុខខាងលើនេះ4 មុខខាងលើនេះណាលិមួកសាច់កន្ទក់ម៉ត់ផែនកាមគ្រប់វិជាស្រស់ស្ងួតយើងអត់ដឹងថាវាប្រមាណគីឡូទេអញ្ចឹងអត់ដឹងទៅដាក់មេជីចូលទៅ100 មីលីលីត្រក៏បាន50 មីលីលីត្រក៏បានកន្លះលីត្រក៏បាន1 លីត្រក៏បាន2 លីត្រក៏បានស្ករល្ងូដូចគ្នាតាន់មិនចាំបាច់ថ្លឹងគីឡូទេតែបើសិនបើយើងថ្លឹងគីឡូតាមរូបមន្តនេះវារឹតតែល្អងាយស្រួលកណនាពីសារធាតុចិញ្ចឹមដែលមាននៅក្នុងជីហ្នឹងតាន់ទេបាទវាងាយស្រួលកណនាណាឧទាហរណ៍ដឹងមេរៀនរបស់យើងរៀនហើយពីសមាសភាពសារធាតុចិញ្ចឹមយើងរៀនរួចហើយណាឧទាហរណ៍យើងប្រើអាចមន់តើអាចមន់ហ្នឹងមានអាសូតប្រមាណផូស្វ័រប្រមាណប៉ូអ៊ីសូប្រមាណនៅក្នុងអាចមន់100 គីឡូហ៎អញ្ចឹងបើសិនបើយើងយកអាចមន់អាចជ្រូកអាចគោអីហ្នឹងនិយាយអាចចឹងហ្មងណាបាទបាច់លិមួកមន់អីទេអូខេបើយើងយកមក30 គីឡូគឺយើងងាយស្រួលកណនាថាលិមួកមន់ឬក៏អាចមន់30 គីឡូហ្នឹងមានអាសូតប៉ុន្មានភាគរយយើងងាយស្រួលកណនាអញ្ចឹងក៏ប៉ុន្តែប្រសិនបើយើងអត់មានថ្លឹងគីឡូអីត្រឹមត្រូវទេគឺយើងអត់ដឹងថាតើជីកប៉ុសរបស់យើងហ្នឹងមានសារធាតុចិញ្ចឹមប្រមាណភាគរយនៅក្នុងកណូជីកប៉ុសរបស់យើងហ្នឹងទេអូខេក៏ប៉ុន្តែវានៅតែคล้ายទៅជាជីកប៉ុសអញ្ចឹងទោះជាយើងមិនបានថ្លឹងគីឡូក៏ដោយតោះហ្នឹងណាបាទអូខេអញ្ចឹងវាមានលិមួកសត្វគ្រប់ប្រភេទអញ្ចឹងលិមួកអីដែលច្រើនជាងលិមួកអីតិចជាងគឺអត់ខ្វល់ទេណាដឹងតែបើថា4 មុខយកឲ្យបាន30 គីឡូហ្នឹងមកណាកន្ទក់ម៉ត់
có đôi khi nó đã clap phở của tụ sở đã clap phở của tụ post ok ao cho cái tụ cứ pra ban đôi khi thành cam rồi có chung cam đó thành nó cho thành nó chung nó việc khóc như thằng chứ cái dùng cam nó vô đợt sọc về tới việc lai tới chỉ thành camហើយបើសិនជាដុតទៅវាអត់សុះខ្លាំងពេកទេអាហ្នឹងវាជាខ្ជុងកាមផេះកាមហ្នឹងគឺម៉ត់ឆឹងតែម្ដងលែងឃើញទម្រង់ជាអង្កាមចំណែកខ្ជុងកាមវាគ្រាន់តែខ្លោចនៅមើលឃើញនៅមើលយល់ថាវានឹងជាអង្កាមអាហ្នឹងបានខ្ជុងកាមប្រើបានដូចគ្នាអូខេប្រើបានដូចគ្នាគ្រប់ជាស្រស់ស្ងួតក៏បានណាវាដូចខ្ញុំនិយាយមុនអញ្ចឹងវាអាចនឹងមានកាកផ្លែឈើវាអាចមានកាកបន្លែវាអាចមានគ្រប់ជាតិកធុំថេតអាចមានចំបើងអាចមានគល់ជ្រាំងអាចមានកំប្លោកអាចមានកាកអំពៅអូខេមានមួយណាអាណាតិចយកតិចអាមានច្រើនយកច្រើនយកមកផ្សំជុំចូលគ្នា7 8មុខហ្នឹងហើយបាន40គីឡូមកណាហើយយើងដាក់មេជីកុំខ្វល់ណាមេជីរបស់យើង110មីលីលីត្រអីនេះគឺមិនបាច់ខ្វល់ទេដាក់1លីត្រក៏បានដែរបើសិនបើយើងមានមេជីច្រើនដាក់1លីត្រក៏បានដែរណាពីមុនការធ្វើជីគឺគេមានក្បួនរបស់គេជីមានក្បួនរបស់គេធ្វើបាទមានមេជីវាមានក្បួនដែលគេប្រើណាឧទាហរណ៍សមាសភាពគោកនេះសមាសភាពគោករបស់យើងមាន4មុខនេះណាអាហ្នឹងគេហៅថាសមាសភាពគោកអញ្ចឹងសមាសភាពគោក1ទៅ10គីឡូគេប្រើមេជី10មីលីលីត្រស្ករល្វូ10មីលីលីត្រនេះជាក្បួននេះជាក្បួនណាឥឡូវឧទាហរណ៍យើងមើលអានេះណាក្បួនអានេះណាយើង4មុខនេះយើងបូកចូលគ្នាស្មើប៉ុន្មាន110គីឡូហ៎110គីឡូអញ្ចឹងមេជីប្រើ110មីលីលីត្រស្ករល្ងូប្រើ110មីលីលីត្រនេះជាក្បួនកុំតែឥឡូវនេះការប្រើលែងទៅតាមក្បួននេះហើយកុំតែពេលប្រើគឺគេប្រើតាមក្បួនប្រើតាមក្បួនមិនបើគេកំណត់ឲ្យយើងប្រើមួយក្តាប់ក្នុង1ម៉ែត្រការ៉េអូខេមកក្តាប់1ម៉ែត្រការ៉េ4តោន4តោនក្នុង1ហិកតាគឺ4តោនក្នុង1ហិកតានេះជាក្បួននៃការប្រើជីឯក្បួនធ្វើជីនោះគឺគេលែងធ្វើតាមក្បួនហើយណាអញ្ចឹងកន្លែងនេះណាយើងបូកចូលគ្នាទៅគឺស្មើ110គីឡូយើងដាក់មេជី110មីលីលីត្រស្ករល្ងូ110មីលីលីត្រនេះអានេះគឺគេធ្វើតាមក្បួនអាធ្វើលែងតាមក្បួនមិនយើងបូកចូលគ្នាស្មើ110យើងចង់ដាក់មេជី1លីត្រក៏បានចង់ដាក់ស្ករល្ងូ1លីត្រក៏បានឬក៏កន្លះលីត្រស្ករល្ងូកន្លះលីត្រក៏បានអាហ្នឹងគេហៅថាធ្វើលែងតាមក្បួនណាប៉ុន្តែពេលយកទៅប្រើគឺប្រើទៅតាមក្បួនយល់ទេយល់ហ្នឹងទេធ្វើមិនចាំបាច់គោរពតាមក្បួនក៏បានដែរប៉ុន្តែពេលប្រើត្រូវតែប្រើទៅតាមក្បួនណាអើយអញ្ចឹងឥឡូវយើងមកមើលពីរបៀបធ្វើហើយនឹងប្រើណាអញ្ចឹងលាមកសត្វគ្រប់ប្រជាតិស្រស់ហើយហ្នឹងយើងត្រូវយកមកច្បល់ចូលគ្នាឲ្យសពគ្រប់ជាតិប្រសិនបើនេះត្រឡងគ្រប់ជាតិនេះប្រសិនបើវាជាលក្ខណៈដើមធំមេឃធំអីយើងអាចកាត់វាកង់ឬក៏ច្រាមវាកង់ណាបាទតែវាជាកាកសំណល់ដូចឧទាហរណ៍ដូចជាកាកដូចជាយើងធ្វើលុកឡាក់សាច់គោវានៅសល់ដើមសាឡាត់អីហ្នឹងណាបាទមិនបាច់កាត់វាកង់ទេអាហ្នឹងយកមកទាំងដុលហ៎បាទច្បើងណាឧទាហរណ៍ច្បើងទាំងកណ្ដាប់ទាំងកណ្ដាប់អាហ្នឹងប្រសិនបើយើងយល់ល្អយើងអាចកាត់វាមានម៉ាស៊ីនកាត់វាដើម្បីឲ្យកប៉ុសរបស់យើងវា
ឆាប់បានប្រើហ៎បាទអញ្ចឹងបើសិនជាម៉ត់បើសិនជាតូចមិនអីទេណាមិនអីទេបាទតែជាវែងបើសិនជាវែងឬក៏ធំយើងអាចកាត់វាកង់ដើម្បីឲ្យកំប៉ុស្តរបស់យើងវាងាយរលួយឆាប់បានប្រើតោះណាបាទអញ្ចឹងយើងច្បល់ចូលគ្នាសពមកហើយមេជីនិងស្កររងូយើងយកមកកូរឲ្យវារលាយនៅក្នុងទឹកប្រហែលមុនហ្នឹងជាង20លីត្ររបស់យើងហ្នឹងកូរឲ្យរលាយហើយយកទៅស្រោចលើល្បាយបាទឲ្យបាន50%អញ្ចឹងស្រោចអស់20លីត្រយើងចម្បាច់មើលល្បាយហ្នឹងទៅតើសំណើមវាគ្រប់នៅបាទអញ្ចឹងការមើលសំណើមយើងអាចមើលតាមលក្ខណៈមេកានិកឬក៏មើលតាមម៉ាស៊ីនណាសម្រាប់អ្នកដែលមានម៉ាស៊ីនវាស់ pH ដីអាចយកម៉ាស៊ីនហ្នឹងយកមកវាស់សំណើមក្នុងល្បាយកំប៉ុស្តរបស់យើងបានហើយព្រោះម៉ាស៊ីនឧបករណ៍វាស់ pH ដីវាមានភ្ជាប់ function មើលសំណើមនៅក្នុងហ្នឹងណាមើលដីមើល pH ដីផងមើលសំណើមផងអញ្ចឹងបើសិនបើយើងមានឧបករណ៍វាស់ pH ដីយើងអាចយកមកមើលសំណើមនៅក្នុងកំណោជីកំប៉ុស្តរបស់យើងបានណាបាទកំដៅបើសិនបើយើងអត់មានឧបករណ៍វាស់ pH ដីយើងអាចមើលតាមលក្ខណៈមេកានិកគឺច្បល់វាឲ្យសពហើយក្តាប់នឹងដៃមកក្តាប់នឹងដៃដាក់មកដុំមកនៅដៃរបស់យើងហើយក្តាប់ស្ដាប់ឃើញដែរទៅតោះមកលាវាដាក់ឲ្យណែនលាដុំលាដុំបើលាទៅរាយអាហ្នឹងគឺអត់មានសំណើមទេសំណើមខ្ទង់ 5% 10%ទេអាហ្នឹងគឺថែមទឹកហើយបាទបើលាទៅដុំអត់មានច្បាច់ទៅអត់មានទឹកហៀតាមច្រវាក់នេះទេលាមកដុំអាហ្នឹងអាចសំណើមវាខ្ទង់30 35 40ហ្នឹងហើយណាតែបើសិនជាយើងក្តាប់មកហៀទឹកតាមច្រវាក់ដៃនេះគាត់តែជ្រាបទឹកតាមច្រវាក់ដៃនេះតែអត់ហៀមកទេជ្រាបអូខេហ្នឹង50 55ហើយតែបើសិនជាយើងក្តាប់នឹងដៃនោះលេងចម្បាច់បន្តិចក្តាប់ដាក់វាណែនបន្តិចស្រាប់ហូរទឹកតាមច្រវាក់ដៃលេងហូរបានន័យថាលើសំណើមជាងលើសំណើមថែមលបាយខ្វះសំណើមថែមទឹកទៅបានហើយធ្វើបើសិនជាលើសំណើមថែមលបាយចូល50%ចឹងបើសិនជាសំណើមរបស់យើងគ្រប់ហើយយើងកូរវាជាកំណោយកបាយកញ្ចៅយកមកគ្របឬក៏យកស្លឹកឆេកយកមកគ្របទៅអាប់ទុកមួយខែប្រើបានហើយមួយថ្ងៃទៅ3ថ្ងៃច្បល់ម្ដងក៏បានឬក៏មិនចាំបាច់ច្បល់ក៏បានដែរអូខេកំណត់មួយខែគឺប្រើបានបាទអញ្ចឹងពេលប្រើគឺមួយក្តាប់លើផ្ទៃដី1ម៉ែត្រការ៉េណាដំណាំឈើដំណាំបន្លែរបស់ក្តាប់1ម៉ែត្រការ៉េអូខេឈើផ្លែពី20ទៅ30គីឡូក្នុងមួយដើមឈើផ្លែ20ទៅ30គីឡូទ្រាប់បាត3ទៅ4តោនក្នុង1ហិកតាទ្រាប់បាតអានឹងគឺក្បួននៃការប្រើក្បួននៃការធ្វើមេជីស្កររងូអាចលើសបានប្រើប៉ុន្មានក៏បានដែរប៉ុន្តែពេលប្រើពេលយកមកប្រើត្រូវគ្រប់ទៅតាមក្បួនអូខេក្បួនហ្នឹងក្បួនហ្នឹងណាមួយក្តាប់1ម៉ែត្រការ៉េចំពោះដំណាំបន្លែបាទ20ទៅ30គីឡូក្នុងមួយដើមចំពោះឈើផ្លែទ្រាប់បាតគឺ3ទៅ4តោនក្នុង1ហិកតាអាហ្នឹងគឺទ្រាប់បាតអូខេអញ្ចឹងកំប៉ុស្តគោកនេះណាយើងចង់ជីកម្ដៅធ្វើក៏បានដែរណាចង់សង់ជាអាងឈើយើងរៀបជាយើងវាយដូចវាយឡាំងឈើអញ្ចឹងណាក៏បានដែរអូខេរៀបលើសាបក៏បានដែរណាច្បល់វាលើសាបហើយកូរជាកំណោយកបាយកញ្ចៅយកស្លឹកចេកយកមកគ្របទៅយកមកផ្អាប់ទៅក៏បានដែរមិនចាំបាច់ដៅទេណាអញ្ចឹងទៅតាមធនធានទៅតាមមធ្យោបាយដែលយើងធ្វើណា
អូខេអញ្ចឹងបើក្នុងករណីមានចម្ងល់តាក់ទងសួរបាទឬជួនកាលខ្ញុំនិយាយទៅលឿនពេកជួនកាលនិយាយទៅច្រឡំក៏មានដែរហើយអត់ដឹងទេអត់ដឹងថាខ្លួនឯងនិយាយច្រឡំទេតតបើកស្ដាប់ឡើងវិញបានដឹងថាអូនិយាយខុសបាទឧទាហរណ៍ដូចអឺខ្មុំអញ្ចឹងណាវគ្គខ្មុំមួយមានកូនសិស្សខលមកសួរទៅបានដឹងថាអូឯងនិយាយខុសចម្ងាយដែលខ្មុំអាចរកចំណីបានណា500ទៅ800ម៉ែត្រហើយខ្ញុំនិយាយ50ទៅ800ម៉ែត្រវាខុសយកមកស្ដាប់ខ្លួនឯងបានដឹងថាខុសហើយកូនសិស្សគេខលមកសួរណាបាទលោកគ្រូម្ដងនិយាយ500ម៉ែត្រម្ដងនិយាយ50ម៉ែត្រទៅ800ម៉ែត្រម្ដងនិយាយ500ម៉ែត្រទៅ800ម៉ែត្រមួយណាត្រូវណា500ម៉ែត្រទៅ800ម៉ែត្រត្រូវបាទអូខេអញ្ចឹងបើក្នុងករណីយើងបើកស្ដាប់ទៅយើងវាដូចជាអត់ច្បាស់កន្លែងហ្នឹងណាបាទអត់យល់ឬក៏ខ្ញុំនិយាយទៅវាមានកំហុសឆ្គងកន្លែងណាយើងអាចឆាតសួរតាម Telegram ក៏បានតាមទូរស័ព្ទក៏បានបាទលេខទាំង3ប្រព័ន្ធហ្នឹងណាបាទឬក៏តាម Facebook ក៏បានបាទអនុសាសន៍ JP អរគុណច្រើនបាទ